មុនជួបធារានៅកម្ពុជាមកដឹងពី6រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ដែលអ្នកប្រហែលជាមិនទាន់ដឹងពីក្រុម K-pop ជំនាន់ទី2មួយនេះខណៈដែលធារាកំពុងតែត្រៀមខ្លួនមកជួបអ្នកគាំទ្រនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះអ្នកទាំងអស់គ្នាប្រហែលជាស្គាល់យ៉ាងច្បាស់នៅបទល្បីៗប្រចាំប្រវត្តិសាស្ត្ររបស់ពួកគេដូចជា Roly Poly, Poppy ឬ Lovey Dovey ជាដើមប៉ុន្តែតើអ្នកដឹងទេថានៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនេះធារាមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកគាំទ្រថ្មីៗប្រហែលជាមិនទាន់បានដឹងចំណុចទី1ក្រុមនេះធ្លាប់មានសមាជិករហូតដល់7នាក់ធារាបានបង្កើតឡើងនៅក្នុងឆ្នាំ2009ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្រុមមានការផ្លាស់ប្ដូរសមាជិកជាបន្តបន្ទាប់ពីក្រុមដែលធ្លាប់មានសមាជិករហូតដល់7នាក់បច្ចុប្បន្ននៅសល់សមាជិកផ្លូវការ4នាក់គឺ Kyuri, Eunyoung, Hyeomin និង Jiyoon ចំណុចទី2ឈ្មោះ Thera មានន័យថាមកុដឈ្មោះ Thera បានមកពីពាក្យ Thera ដែលមានន័យថាមកុដផលិតកម្មបានជ្រើសរើសយកឈ្មោះមួយនេះឡើងមកដោយក្តីសង្ឃឹមថាក្រុមនារីមួយនេះនឹងអាចពាក់មកុដក្លាយជាក្រុមចម្រៀងកំពូលក្នុងពិភព K-pop ចំណុចទី3 Roly Poly គឺជាបទចម្រៀងដែលផ្ទុះឈ្មោះ Thera ឲ្យល្បីទូទាំងអាស៊ីនៅក្នុងឆ្នាំ2011បទ Roly Poly បានក្លាយជាបទចម្រៀងដ៏ជោគជ័យបំផុតមួយរបស់ Thera ជាមួយនឹងចង្វាក់ disco ញាក់កន្ត្រាក់អារម្មណ៍អមដោយក្បាច់រាំងាយៗបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរីករាលដាលសុសសាយស្ទើរតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ីចំណុចទី4 Thera ធ្លាប់ឆ្លងកាត់ព្យុះភ្លៀងរឿងអាស្រូវធំមួយដែលអង្រួនប្រជាប្រិយភាពរបស់ពួកគេនៅក្នុងឆ្នាំ2012ក្រុមបានជួបរឿងអាស្រូវដ៏ក្តៅកកកពាក់ព័ន្ធនឹងអតីតសមាជិក Hyung ដែលធ្វើឲ្យ Thera រងការរិះគន់យ៉ាងធ្ងន់ធ្ងរនិងប៉ះពាល់ដល់ប្រជាប្រិយភាពយ៉ាងខ្លាំងទោះជាយ៉ាងណាជាច្រើនឆ្នាំក្រោយមកក៏មានព័ត៌មាននិងការបកស្រាយពិតប្រាកដដែលបានលេចចេញមកដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យល់ពីការពិតនិងមើលឃើញពីហេតុការណ៍នោះឡើងវិញចំណុចទី5 Thera មានប្រជាប្រិយភាពនិងឥទ្ធិពលខ្លាំងនៅក្នុងប្រទេសចិនទោះបីជាសកម្មភាពនៅក្នុងប្រទេសកូរ៉េមានការធ្លាក់ចុះក៏ដោយប៉ុន្តែ Thera នៅតែទទួលបានក្តីស្រឡាញ់និងមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសចិនពួកគេបានរៀបចំការប្រគំតន្ត្រីនិងការចូលរួមសកម្មភាពធំៗជាច្រើននៅទីនោះដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំណុចទី6ទោះមិនសូវមានសកម្មភាពជួបជុំគ្នាដូចមុនក៏ចំនួនអ្នកគាំទ្រនៅតែរឹងមាំប៉ុន្មានឆ្នាំចុងក្រោយនេះសមាជិកម្នាក់ៗបានផ្ដោតលើអាជីពផ្ទាល់ខ្លួនទាំងការសម្ដែងអាជីវកម្មនិងការងារសិល្បៈផ្សេងៗទើបធ្វើឲ្យ Thera មិនសូវមានសកម្មភាពជាក្រុមញឹកញាប់ដូចកាលពីមុនទោះជាយ៉ាងណាក៏ដោយពួកគេនៅតែមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រយ៉ាងច្រើនតែក្នុងនិងក្រៅប្រទេសហើយរាល់ពេលដែលមានការបង្ហាញខ្លួនឬការប្រគំតន្ត្រីគឺតែងតែទទួលបានការគាំទ្រយ៉ាងកក់កជានិច្ចជាមួយនឹងបទចម្រៀងល្បីៗដែលធ្លាប់អង្រួនបេះដូងអ្នកគាំទ្រទូទាំងអាស៊ី Thera នៅតែជាក្រុម K-pop ជំនាន់ទី2ដ៏មានឥទ្ធិពលមួយដែលទស្សនិកជនមិនអាចបំភ្លេចបានខណៈដែលថ្ងៃជួបជុំគ្នានៅកម្ពុជាកាន់តែខិតជិតមកដល់អ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារដើម្បីរំលឹកអនុស្សាវរីយ៍កាលពីវ័យកុមារនិងយុវវ័យជាមួយពួកគេចុះសម្រាប់អ្នកវិញតើបទចម្រៀងរបស់ Thera មួយណាដែលអ្នកចូលចិត្តស្ដាប់ជាងគេ